គុណលឹះដើម្បីបង្ការខ្លួនមិនឲ្យឆ្លងជំងឺថ្លើមប្រភេទ C បាន 100% បាទអញ្ចឹងមុននឹងខ្ញុំប្រាប់ពីគុណលឹះទាំងអស់នេះក៏ខ្ញុំឆ្លៀតឱកាសបាទជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនា Channel ថែទាំសុខភាពរបស់ខ្ញុំបាទអញ្ចឹង Channel របស់ខ្ញុំនេះគឺអត់មានអីក្រៅពីនិយាយតែរឿងសុខភាពការពារខ្លួនបាទរបៀបថែទាំសុខភាពខ្លះៗដែលខ្ញុំបានដឹងអញ្ចឹងក៏ចែករំលែកទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់ថ្លើមប្រភេទ C បាទពុកម៉ែបងប្អូននឹងអស់ថាអត់មានវ៉ាក់សាំងចាក់ដើម្បីការពារទេបាទអត់មានវ៉ាក់សាំងទេអត់ដូចថ្លើមប្រភេទ B ទេថ្លើមប្រភេទ B គឺមានវ៉ាក់សាំងបាទការពារតែថ្លើមប្រភេទ C អត់មានទេមានតែគន្លឹះប្រមាណចំណុចនេះទេដែលអាចការពារយើងមិនឲ្យឆ្លងជំងឺថ្លើមប្រភេទ C បានបាទប៉ុន្តែគ្រាន់ថាយើងដឹងស្ថានភាពថាយើងមានជំងឺថ្លើមប្រភេទ C យើងមានឱកាសព្យាបាលថ្លើមប្រភេទ C ដោយងាយហើយមិនអស់ថ្លៃហើយជាសះស្បើយដូចគ្នាបាទផ្ទុយពីថ្លើមប្រភេទ B ដែលយើងពុំអាចព្យាបាលវាជាទេយើងព្យាបាលវារយៈពេលវែងជួនកាលអ្នកខ្លះព្យាបាលអស់មួយជីវិតទៀតអញ្ចឹងអាការសំណាងហ្នឹងវាផ្សេងគ្នាបាទសំណាងថ្លើមប្រភេទ B ព្យាបាលមិនជាហើយព្យាបាលរយៈពេលវែងគឺគេមានវ៉ាក់សាំងតែថ្លើមប្រភេទ C អត់មានវ៉ាក់សាំងទេតែព្យាបាលរយៈពេលខ្លីវាខុសគ្នាប៉ុណ្ណឹងអញ្ចឹងខ្ញុំនឹងប្រាប់ពីគន្លឹះដើម្បីឲ្យបងប្អូនទាំងអស់គ្នាការពារខ្លួនបង្ការការចម្លងមិនឲ្យឆ្លងថ្លើមប្រភេទ C បាន 100% មានប្រសិទ្ធភាពខ្ពស់បាទទី1បាទតកតងនឹងការរួមភេទបាទការរួមភេទសំខាន់ណាបាទអានឹងឆ្លងតាមរយៈឈាមតាមរយៈទឹករងៃតាមរយៈទឹករងៃទឹកនេះសរីរាង្គដែលចេញពីខ្លួនអ្នកមានផ្ទុកជំងឺថ្លើមប្រភេទ C មកម្នាក់មួយទៀតដែលអត់មានកើតជំងឺថ្លើមបាទឧទាហរណ៍ដូចជាតាមរយៈការរួមភេទបាទអញ្ចឹងបើសិនជាបងប្អូនមានសុវត្ថិភាពចង់និយាយថាអនុវត្តការរួមភេទយ៉ាងមានសុវត្ថិភាពបាទត្រឹមត្រូវបាទគឺបងប្អូនអត់កើតទេអានេះជាចំណុចពិសេសមួយទៀតបាទជាចំណុចពិសេសមួយទី2កុំចូលចិត្តចាក់សាក់ខ្ញុំឃើញបងប្អូនមួយចំនួនចូលចិត្តចាក់សាក់បងប្អូនប្រកាសអត់ថាកន្លែងចាក់សាក់ហ្នឹងបានសម្អាតមកចូលចាក់សាក់ឲ្យបងប្អូនខ្ញុំគិតថាអត់ទេការដែលសម្អាតមកជុលចាក់សាក់ហ្នឹងគឺនៅមានកម្រិតហើយកន្លែងចាក់សាក់ខ្ញុំឃើញច្រើនណាច្រើនកន្លែងមកក្មេងៗចូលចិត្តចាក់អញ្ចឹងចំណុចទាំងហ្នឹងហើយគឺឆ្លងមែនតើកន្លែងហ្នឹងឆ្លងមកអញ្ចឹងចាក់ពីមួយទៅមួយអត់បានសម្អាតបាទពីរហ្នឹងគឺសំខាន់ណាបាទហើយមួយទៀតវាមិនសូវសំខាន់ទេប៉ុន្តែបើសិនជាមានសមាជិកណាមួយមានថ្លើមប្រភេទ C ហើយយើងគឺមិនអាចរឿងច្រាស់ដល់ថ្មិញមួយទៀតបាទច្រាស់ទៅថ្មិញវាអត់សូវសំខាន់ប៉ុន្តែយើងលៃយ៉ាងណាជៀសវាងការចែករំលែកច្រាស់ដល់ថ្មិញបាទការកោឡាមកាត់សក់កែសម្ផស្សនេះបាទក៏ជារឿងមួយត្រូវទៀមទាភាពស្អាតការកក់ក្ដៅពីកន្លែងហ្នឹងឲ្យបានច្បាស់លាស់បាទកត្រៃច្រឹបសាច់ហ្នឹងគាត់សម្អាតបានអត់បាទឡាមដែលគាត់កោយើងហ្នឹងគាត់សម្អាតបានអត់គាត់បដូរបានគាត់បដូរពីមួយទៅមួយអត់ប្រើឡាមមួយបោះចោលមួយអត់បាទប្រហែលចំណុចហ្នឹងហើយដែលជំងឺថ្លើមវាឆ្លងតាមរយៈហ្នឹងខ្លាំងប៉ុន្តែឆ្លងតាមរយៈការរួមភេទគឺខ្លាំងជាងបាទហើយមួយទៀតអានឹងតកតងខាង
វិស័យសុខាភិបាលផ្ទាល់តែម្ដងបាទអាហ្នឹងខ្ញុំអត់ចង់អាចចំណុចហ្នឹងក៏សំខាន់ដែរប៉ុន្តែខ្ញុំអត់ចង់និយាយពាក់ព័ន្ធដល់ខាងវិស័យសុខាភិបាលដែលគាត់ខ្វះអឺការថែទាំសម្ភារៈបាទឧទាហរណ៍ថាអានឹងទៅលើបច្ចេកទេសវិទ្យាសាស្ត្រខ្ញុំអត់ដឹងទេថាគាត់ប្រើសារ៉ាងមកជុលយ៉ាងម៉េចហើយការបូមឈាមខ្វះឈាមបន្តោងឈាមអានឹងខ្ញុំគិតថាគាត់ស្អាតហើយគាត់ស្អាតប៉ុន្តែអានឹងក៏ឆ្លងខ្លាំងដែរប៉ុន្តែតកតងនឹងវិទ្យាសាស្ត្រខ្ញុំគ្រាន់តែឲ្យបងប្អូនដឹងទេថាការចាក់បញ្ចូលឈាមដែលបន្តោងឈាមដែលយើងអត់បានមើលឈាមបានល្អអានឹងវាឆ្លងខ្លាំងបាទឆ្លងខ្លាំងដាក់ឈាមមកផ្លោកដែលមានថ្លើមប្រភេទ C នឹងចូលទៅគឺឆ្លងមក 100% ប៉ុន្តែកន្លែងហ្នឹងអាបតោងឈាមអាសារ៉ាំងចូលហ្នឹងខ្ញុំគិតថាសម្រាប់សុខាភិបាលយើងល្អសារ៉ាំងយើងប្រើមួយបោះចោលមួយអញ្ចឹងយើងចាំបាច់និយាយប៉ុន្តែអ្វីដែលគួរនិយាយប្រមាណចំណុចខាងលើដែលខ្ញុំបានរៀបរាប់មិញគឺបងប្អូនជិះវៀងពីអាហ្នឹងឲ្យបានគឺមិនឆ្លងខ្ញុំធានាថាមិនឆ្លងដាច់ខាតគឺមិនឆ្លងបណ្ដោយបាទទី1អីគេបាទការរួមភេទសំខាន់សុវត្ថិភាពបាទនឹងខ្ញុំនិយាយអាការរួមភេទមានសុវត្ថិប្រកបទៅដោយសុវត្ថិភាពហ្នឹងគឺយើងយល់ហើយបាទចាក់សាក់ក៏ឆ្លងខ្លាំងដែរហ្នឹងចាក់សាច់យើងឈឺដកមកវិញចាក់មួយទៀតមិនបានសម្រាប់មេរោគត្រឹមទៅឆ្លងតកតងនារីកែសម្ផស្សនិយាយពីច្រាប់សាច់កញ្ចក់ជើងពីមួយទៅមួយអត់ឃើញតែមានសម្អាតអីទេកន្លែងកែសម្ផស្សបាទឬក៏ខ្ញុំមិនដឹងព្រោះខ្ញុំអត់ដែលចូលបាទទាំងនេះគឺជាកន្លឹះដែលយើងបង្ការខ្លួនយើងមិនឲ្យឆ្លងជំងឺថ្លើមប្រភេទ B យ៉ាងមានប្រសិទ្ធភាពបាទចឹងសូមបងប្អូនប្រយ័ត្នកន្លែងហ្នឹងព្រោះថ្លើមប្រភេទ C មិនមែនប្រភេទ B មិនសំទោសប្រភេទ C បានមានប្រសិទ្ធភាពបាទចឹងខ្ញុំឃើញមានបងប្អូនអ្នកកើតជំងឺថ្លើមគាត់ព្យាបាលអស់ច្រើនណាដោយខ្ញុំបាននិយាយខាងមុនអញ្ចឹងវីដេអូមុនអញ្ចឹងឃើញទេអស់លុយច្រើនមែនតើចាប់ឲ្យយើងបង្ការមិនឲ្យវាឆ្លងយើងមិនរួចផុតពីការអស់ថវិកាខាតពេលវេលាដែលរកសេវាព្យាបាលចំទៅអស់លុយតិចទៅមានប្រសិទ្ធភាពខ្ពស់ទៅព្យាបាលមិនចំឲ្យនៅតែឆ្លេឆ្លាដើររកកន្លែងគ្រប់កន្លែងទាំងអស់យើងចុះឈាមតែឃើញយើងមានថ្លើមប្រភេទ C គឺភ័យខ្ញុំដឹងព្រោះខ្ញុំនៅជាមួយអ្នកជំងឺច្រើនហើយសម្រាប់អ្នកជំងឺកើតថ្លើមហ្នឹងគាត់ភ័យអញ្ចឹងគាត់ដើរពីមួយទៅមួយដូចវីដេអូខ្ញុំចេញមុនអញ្ចឹងឃើញព្យាបាល1ឆ្នាំហើយគេឲ្យបន្តនៅ1ឆ្នាំទៀតព្យាបាលលុយនៅខាងក្រៅថ្លើមប្រភេទ C គឺថ្លៃហ្មងតែសម្រាប់សេវានៅក្នុងមន្ទីរពេទ្យរដ្ឋសម្រាប់អ្នកមានបានក្រីក្រអត់អស់លុយបសក៏អត់អស់លុយដែរសម្រាប់អ្នកបងខ្លួនឯងក៏អស់ថវិកាតិចដែរ 30000 បាទតិចបើសិនជាបងប្អូនកើតហើយអត់ចូលមន្ទីរពេទ្យរដ្ឋទេកាន់លុយខ្លួនឯងទៅទិញទាំងដុំខ្ញុំគិតថាក្រខ្លួនហើយតែបើគេអ្នកមានអត់និយាយទេបើថាអ្នកយើងល្មមដែរខ្ញុំគិតថាលិចកើតអស់ច្រើនហ្មងសូម្បីតែរាប់មេរោគនៅខាងក្រៅក៏អស់ច្រើនដែរដូចជារាប់ដល់$50ហើយនៅឯកជនតាមមន្សួលគេកេះឲ្យរាប់រាល់ខែទៀតហូបដល់កំប៉ុងហើយដល់ខែរាប់ហើយដល់ខែរាប់ទៀតឃើញទេអញ្ចឹងបានថាយើងរួមគ្នាបង្ការទៅជៀសវាងពីជំងឺទាំងអស់ហ្នឹងបាទនេះជាគំនិតល្អពី channel របស់ថែទាំសុខភាពបាទអញ្ចឹងសូមអរគុណដែលបានស្ដាប់ទស្សនានៅ channel របស់ខ្ញុំបាទសុខសប្បាយទាំងអស់គ្នា